ជម្រាបសួរពុកម៉ែបងប្អូនវិលមកជួបជាមួយនឹងខ្ញុំទៀតហើយថ្ងៃនេះខ្ញុំមកធ្វើសម្លតុងយ៉ាំពុកម៉ែបងប្អូននិយាយថាពណ៌វិញឡើងស្អាតណាស់បងប្អូនហើយទំនងណាស់បងប្អូនឥឡូវមកមើលការធ្វើទាំងអស់គ្នាបងប្អូនហើយផ្គានេះបងប្អូនបើយើងចង់ដាក់ក៏បានអត់បាច់ដាក់ក៏បានបងប្អូនសបកផ្គាហ្នឹងព្រោះអីខ្ញុំភិកច្រើនខ្ញុំទិញមកយកតែសាច់ចឹងបងប្អូនដល់ពេលចឹងទៅខ្ញុំទុកទូទឹកកកបងប្អូនណានិយាយថាទុកឡើង5 6ប្រអប់បងប្អូនហើយឡើងមួយឆ្នាំងធំហ្នឹងនិយាយទៅខ្ញុំយកមកដាក់ដាំទឹកហ្មងទៅដាំទឹកយកជាតិដូចថាយកមកធ្វើតុងយ៉ាំអញ្ចឹងបងប្អូនឥឡូវពុះហើយបងប្អូនណានិយាយថាច្រើននោះច្រើនបងប្អូនចេះទុកដូចថាយើងទិញ1គីឡូ2គីឡូ1គីឡូ2គីឡូអញ្ចឹងបងប្អូនចេះទុកឡើងពេញទូទឹកកកបងប្អូនហើយថ្ងៃហ្នឹងនឹកឃើញធ្វើតុងយ៉ាំអញ្ចឹងទៅក៏យកមកធ្វើអញ្ចឹងបងប្អូនឥឡូវខ្ញុំមកងាស់រយៈពេល1ម៉ោងអញ្ចឹងបងប្អូនហើយក៏ស្រង់ចេញមកបងប្អូននេះយកជាតិពីក្បាលនេះបងប្អូនក្បាលផ្គាបងប្អូនមួយឆ្នាំងធំមួយកធុនធំបងប្អូនមើលនិយាយថាអស់តហ្មងក្លិនវិញក៏ឡើងឈ្ងុយដែរអញ្ចឹងបងប្អូនយើងយកជាតិពីក្បាលផ្គាបងប្អូនហើយឥឡូវមកមើលនេះមឹកខ្ញុំទិញមឹកបងប្អូនមឹកខ្ញុំទិញ1គីឡូអញ្ចឹងមកដល់ពេលហើយផ្គា1គីឡូជាមួយនឹងពួកប្រហិតអញ្ចឹងទៅយើងចូលចិត្តប្រហិតអីដាក់ប្រហិតហ្នឹងទៅបងប្អូនមានហតដកមានប្រេកិនអីចឹងបងប្អូនយើងចង់ហូបអីដាក់ហ្នឹងបងប្អូនហើយឥឡូវមើលបន្លែម្ដងបងប្អូនមានគល់ក្រៃមានប៉េងប៉ោះជាមួយនឹងផ្កានេះបងប្អូនញាត់ថាខ្វៃមើលហៅផ្កាយនេះវាមានរសជាតិជូរជូរអញ្ចឹងហើយស្លឹកក្រូចនិងខ្ទឹមក្រហមនិងសណ្តែកគួរបងប្អូនហើយជាមួយនឹងផ្ចិតអញ្ចឹងបងប្អូនហើយនេះគ្រឿងតុងយ៉ាំហើយដាក់ជាមួយនឹងខ្ទឹមសអញ្ចឹងបងប្អូនឥឡូវខ្ញុំមកបំពងខ្ទឹមសឲ្យឈ្ងុយសិនបងប្អូនបំពងឲ្យឈ្ងុយហើយបន្ទាប់មកខ្ញុំដាក់ជាមួយនឹងខ្ទឹមក្រហមបងប្អូនដាក់កូរឲ្យឈ្ងុយអញ្ចឹងមកបងប្អូនកូរតរតែរឿងក្រហមអញ្ចឹងទៅខ្ញុំក៏ដាក់ជាមួយនឹងម្ទេសបងប្អូនម្ទេសការីនេះបងប្អូនខ្ញុំដាក់ចំនួន2ថង់កន្លះបងប្អូនព្រោះអីខ្ញុំធ្វើច្រើនដែរអញ្ចឹងបងប្អូនមួយឆ្នាំងធំបងប្អូនឥឡូវដាក់គល់ក្រៃកូរឈ្ងុយហើយដាក់គល់ក្រៃនឹងមកកូរតរតែឈ្ងុយហើយបានខ្ញុំដាក់ជាមួយនឹងសណ្តែកគួរព្រោះសណ្តែកគួររឹងអញ្ចឹងបងប្អូនដាក់កូរជាមួយនឹងស្លឹកក្រូចជាមួយនឹងផ្កាអាហ្នឹងផ្កាហ្នឹងខ្ញុំអត់ដឹងថាផ្កាអីទេខ្មែរយើងបងប្អូនបើខ្ញុំចិននេះគេហៅអាសាំហួយអញ្ចឹងណាដាក់ជាមួយពេញប៉ោះអញ្ចឹងមកបងប្អូនពេញប៉ោះបណ្ដាថាស្អីយើងដាក់ថែមម្ទេសទៀតក៏កាន់តែឆ្ងាញ់ទៀតអញ្ចឹងបងប្អូនព្រោះអីខ្ញុំក្មេងៗកូនខ្ញុំចូលចិត្តញ៉ាំដែរអញ្ចឹងដល់ពេលយើងអត់សូវដាក់ហឹលបានទេបងប្អូនឥឡូវទឹកផ្គាហ្នឹងក៏ពុះហើយដែរបងប្អូនខ្ញុំដាក់ឆាជាមួយនឹងម្ទេសហើយខ្ញុំដាក់ជាមួយនឹងដាក់ចូលគ្នាហ្មងបងប្អូនដាក់ចូលគ្នាហើយខ្ញុំដាក់ជាមួយនឹងតៅគីបងប្អូនពោះសណ្តែកហើយនេះនៅខ្វះថាអត់សូវហឹលបងប្អូនអត់សូវខ្លះអត់សូវឈ្ងុយខ្ញុំក៏ដាក់បន្ថែមទៀតចឹងបងប្អូនបន្ទាប់មកខ្ញុំដាក់ជាមួយនឹងអំបិលបន្តិចហើយនឹងម្សៅរ៉ូឌីបងប្អូនរួចក៏ដាក់ជាមួយនឹងផ្ចិតចឹងមកផ្ចិតពីរមុខហ្នឹងផ្ចិតជុលផ្ចិតហ្នឹងដាក់មកទាំងអស់មកបងប្អូនបន្ទាប់មកខ្ញុំដាក់ជាមួយនឹងប្រហិតបងប្អូនប្រហិតសັບមុខហ្នឹងមកដាក់មកចូលទាំងអស់មកបងប្អូនដាក់ប្រហិតហើយដាក់ជាមួយនឹងបង្គាដាក់រួចហើយខ្ញុំដាក់ជាមួយនឹងមឹកបងប្អូនមឹកដែលខ្ញុំលាងហើយមិញហ្នឹងយើងដាក់ចូលមកចូលចិត្តប្រមាណដាក់ប៉ុណ្ណឹងទៅបងប្អូននិយាយទៅមានគ្រឿងអីដាក់អាហ្នឹងទៅបងប្អូនចូលចិត្តហូបចឹងណាបងប្អូនដាក់ជាមួយនឹងតៅហ៊ូដាក់ហើយក៏គ្របឥឡូវពុះហើយបងប្អូនណានិយាយថាឈ្ងុយបងប្អូនតែថាគ្រឿងអីក៏មានដែរបងប្អូនណាឈ្ងុយពេញផ្ទះហ្មងបងប្អូនបើស្អីចូលចិត្តហូបហើយមិនបាច់ទេបងប្អូនហើយធ្វើតែមួយឆ្នាំងហ្នឹងហូបឡើងមកផ្ទះហ្មងបងប្អូននិយាយទៅថ្ងៃសៅរ៍បងប្អូនខ្ញុំគាត់មកអញ្ចឹងបងប្អូនថ្លៃមកហូបនៅនឹងច្រើនហើយនេះដល់ពេលយើងចង់ហូបមីហូបអីហ្នឹងទៅយើងក៏ដាក់ឆ្នាំងតូចមកឆ្នាំងតូចនឹងមួយមកដាក់ជាមួយនឹងភេកិនអីហ្នឹងទៅបងប្អូនយើងកុំចាច់ចូលគ្នាអញ្ចឹងបងប្អូនហើយវីដេអូខ្ញុំមានតែប៉ុណ្ណឹងបងប្អូនអរគុណច្រើនសម្រាប់ការទស្សនាបងប្អូនបើសិនជាចូលចិត្តសូមចុច like និងឲ្យបេះដូង follow ខ្ញុំមួយផងបងប្អូនអរគុណច្រើនជួបខ្ញុំនៅវីដេអូក្រោយៗទៀតបងប្អូនជម្រាបលាបងប្អូន